នេះខ្ញុំមកមើល concert ជាលើកដំបូងនៅអាមេរិកហើយពេលយើងមកមើលអញ្ចឹងពេលយើងចូលមកគេឆែកមើលសបុតចូលដូចយើងឡើងកប៉ាល់ហោះអញ្ចឹងណាឡើងគេឲ្យយើងឆ្លងចូលមើលឆែកកាបូបឆែកអីតែយើងហ្នឹងមានអាវុធមានអីចឹងនៅក្នុងខ្លួនអញ្ចឹងមិនមែនចេះតែចូលទេហើយពេលចូលមកដល់ហ្នឹងយើងរកកន្លែងអង្គុយរកអីត្រឹមត្រូវអញ្ចឹងទៅព្រោះអីមិនមែនចូលមកភ្លាមគេលេងភ្លាមទេយើងមកចូលកន្លែងឆ្លងកាត់ security គេហើយរកកន្លែងអង្គុយហើយគេមានអ្នកបើកឆាកមានអីចឹងទៅមានគេសម្ដែង2អ្នក3អ្នកមុនតារាសម្ដែងល្បីដែលខ្ញុំមកមើលហ្នឹងមុនពួកគាត់ចេញគឺមានអ្នកសម្ដែងចម្រៀងគេដែរមុនគាត់ពួកគាត់ចេញមកគេបើកឆាកចឹងណាហើយថ្ងៃនេះconcert ដែលខ្ញុំមកមើលហ្នឹងគឺមានឈ្មោះថា The Jonas Brothers ក្រុមភ្លេងពួកគាត់ហ្នឹងគឺមាន3នាក់ក្រុមភ្លេង3នាក់ហ្នឹងនេះប្អូននេះប្អូននេះហ្នឹងកាលនៅពីក្មេងខ្ញុំធ្លាប់មើលគាត់ក្នុងទូទួលថាអូលួចស្រឡាញ់គាត់ខ្លាំងណាស់ជាងគេក្នុងក្រុម3នាក់ហ្នឹងលួចស្រឡាញ់គេហើយនេះបងទី2កដាលគាត់ឈ្មោះ Jonas Brothers ល្បីជាងគេក្នុងចំណោម3នាក់ហ្នឹងគឺកដាលហ្នឹងល្បីជាងគេហើយនេះច្បងហ្នឹងឈ្មោះ Kevin Jonas គាត់រៀងស្ងាត់ស្ងៀមសូវល្បីអីទេល្បីតែប្អូនបើហើយនឹងប្អូនកដាលលេល្បីជាងគេហើយនេះក្រុមពួកគាត់3នាក់បងប្អូន3នាក់ហ្នឹងគេហៅ The Jonas Brothers គឺបងប្អូន3នាក់ហ្នឹងឯងតែក៏ពិតពួកគាត់មិនមែនមានតែបងប្អូនតែ3នាក់ទេគាត់មានប្អូនពៅប្រុសម្នាក់ទៀតឈ្មោះ Frank ប៉ុន្តែក្នុងក្រុមពួកគាត់ហ្នឹងការបង្កើតដំបូងហ្នឹងគឺមានតែ3នាក់បងប្អូនហ្នឹងទេដល់ពេលក្រោយមកម៉ាក់ប៉ាគាត់ក៏មានកូនមួយទៀតចឹងទៅប៉ុន្តែអត់បានចូលទេដល់ចឹងជាប់ឈ្មោះតែ3នាក់បងប្អូនហ្នឹងទៅដែលសម្ដែងរហូតហើយខ្ញុំហ្នឹងធ្លាប់មើលប៉ាខ្ញុំនៅរៀនមើលពួកគាត់ហើយលួចស្រឡាញ់ពួកគាត់អីចឹងដល់ពេលឥឡូវបានមកមើលចឹងថាសប្បាយអូយសប្បាយដូចថាក្នុងក្តីសម័យខ្ញុំចង់មកជួបពួកគាត់ឃើញពួកគាត់យូរហើយអត់បានឃើញសោះដល់ពេលឥឡូវបានឃើញថាសប្បាយនោះសប្បាយស្រែកឡើងឈឺកបងប្អូនហើយឲ្យមក concert ចឹងគឺគេស្រែកយកមកអស់ដៃហ្មងគេអត់ខ្មាស់អត់អីទេគឺគេស្រែកមកអស់ដៃហើយខ្ញុំណែផងសប្បាយផងដល់ចឹងស្រែកដែរស្រែកតឈឺកដែរអស់ពីស្រែកហើយខ្ញុំច្រៀងតាមបទចម្រៀងពួកគាត់ច្រៀងដែរអញ្ចឹងដោយសារខ្ញុំធ្លាប់ស្ដាប់ហើយអញ្ចឹងទៅខ្ញុំចាំប្រូច្រើនដល់អញ្ចឹងទៅច្រៀងហងស្រែកហងសប្បាយហើយមិនដែរបងប្អូនមើលទៅសប្បាយជាមួយខ្ញុំអត់ទេ